សួស្តីប្រិយមិត្តនៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកបេះផ្សិតផាញឥឡូវនេះគេហៅព្រៃផាញដើមផាញអាធំហ្នឹងណាគេឥឡូវចាំមើលខ្ញុំប្រាប់បងប្អូនអ្នកដែលមិនដែលបានមកឃើញផ្សិតផាញអ្នកខ្លះឮសុទ្ធតែគេថាហើយមិនបានញ៉ាំទេឥឡូវខ្ញុំអត់បានឲ្យញ៉ាំទេព្រោះមិនដឹងអ្នកណាចង់ញ៉ាំខ្លះឥឡូវនេះខ្ញុំមកដល់កន្លែងនេះហើយឥឡូវខ្ញុំដើររកផាញវាដោះអាលេខ1វាដោះទល់ដីយើងមើលឃើញតែពកឃើញតែពកទេអានៅមិនតាន់ឃើញទេចាំមើលខ្ញុំប្រាប់ពីរបៀបពកអានេះដុំថ្មទេនេះឃើញពេលឃើញវាមួយអញ្ចឹងយើងរកគៀននឹងទៀតនេះឃើញទេវាទូលលបើកដីឥឡូវខ្ញុំកាយអានេះលេខ1ហើយពីដើមលេខ1វាមកផោន20ទៅ30ដុល្លារមកផោនតែឆ្នាំនេះថោកណាស់8ដុល្លារអូខេឥឡូវខ្ញុំកាយដកវាអានេះលេខ1នេះលេខ1គឺវាចិត្តចឹងហើយវាអត់តន់ដាច់អាសនាញ់ក្រោមនេះណាលេខ1ឃើញទេនេះវាអត់តន់ដាច់អាសនាញ់ក្រោមទេឃើញទេនៅ origin អានេះ zin ហ្មងនេះ virgin ហ្មងនេះឃើញទេមិនតន់ដាច់នឹងលេខ1អា number 1គេហ្នឹងបាន8ដុល្លារពីមុន30 20ដុល្លារឆ្នាំមុនតែឆ្នាំថោកអូខេឥឡូវថ្ងៃនេះខ្ញុំមកមុនធ្វើការខ្ញុំ2ម៉ោងទៅខ្ញុំត្រឡប់ទៅធ្វើការវិញហើយមុនទៅធ្វើការរាវីខ្ញុំបាននឹងតែងតែមករកផ្សិតនឹងលក់ទៅបាន100 200ត្រឡប់ទៅវិញទៅធ្វើការទៀតហើយចេញពីធ្វើការមកដេកបានប្រហែលម៉ោង4 5ម៉ោងមកបេះផ្សិតទៀតហើយថ្ងៃសៅរ៍ថ្ងៃអាទិត្យទៅថតវីដេអូទៀតគឺថារវល់គ្មានពេលទុំទេអូខេឥឡូវខ្ញុំនឹងដើររកទៀតដល់ឃើញមួយមិនអត់ឃើញភោងទេអស់ហើយមានតែមួយមានកូនមាននឹងទៀតតែគេកូនទុកលើក្រោយអូខេបាយចាំជួបគ្នាម្ដងទៀតពេលណាខ្ញុំរកផ្សិតឃើញសិនខ្ញុំថតឲ្យមួយម្ដងទៀតអូខេបាយ